អនុញ្ញាតគ្រប់ជ្រើសសួរទៅកាន់សំណាក់ប្រិមត្តទាំងអស់គ្នាជាទីគោរពស្រឡាញ់វត្តមកវិញជាមួយនឹងនីតិកំសាន្ត admin ថ្ងៃនេះពំនាំមួយសាគ្រឿងថ្មីប្លែករឌិតតតងជាមួយនឹងកន្លែងដូចជាគុកអញ្ចឹងណាប៉ុនកន្លែងហ្នឹងគឺធ្វើទរណកម្មហើយនៅកន្លែងទាំងអស់ហ្នឹងដូចដឹងស្រាប់ហើយពេលខ្លះតែឈរដៃឈរជើងទៅអាចតបាត់បង់ជីវិតទរណកម្មមានគ្រប់សពបែបយ៉ាងទាំងអស់ហើយអញ្ចឹងហើយបានខ្លាចកុំឲ្យធ្វើរឿងអីខុសពេលដែលទៅជាប់ទោសទណ្ឌនៃបែបហ្នឹងជួនកាលគេធ្វើទរណកម្មអាហ្នឹងកាលពីជំនាន់មុនសាហាវហើយលើគេល្បីថាដល់ពេលដែលបាត់បង់ជីវិតទៅហ្នឹងពេលខ្លះអ្នកខ្លះកំហឹងនៅហ្នឹងគូអត់មានទៅចាប់ជាតិរាប់រយឆ្នាំឬក៏មានអាណាខូចអីហ្នឹងធ្វើអីសកត់វិញ្ញាណយើងអត់ឲ្យយើងចាប់ជាតិបានទៀតណាប្រិមិត្តបើមានអារម្មណ៍ខ្លាចដាក់ដៃមិត្តភក្តិក៏អត់ខ្លាចខ្មោចមកអង្គុយស្ដាប់បានជុំគ្នាមកគ្រាន់តែជាការកំសាន្តសាយើងនឹងកាត់ឡើងនៅល្ងាចមួយដល់ពេលហ្នឹងខ្ញុំកំពុងតែធ្វើការធម្មតាកាលហ្នឹងខ្ញុំធ្វើស្រែចម្ការហើយខ្ញុំទៅផ្លាក់ដីដាំដំណាំហ្នឹងស្រាប់តែពេលហ្នឹងខ្ញុំកាប់អាចជាប់កាប់យើងហ្នឹងផ្លាក់ដីហ្នឹងលឺសូរតែផឹបប្រហែលជាប៉ះអីនឹងក្រោមហ្នឹងខ្ញុំលួចអហ្មងលួចអយ៉ាងម៉េចដោយសារតែនៅក្នុងលឺគេល្បីមែនតើថាមានកណោបណាខ្ញុំថាអូត្រូវប៉ាន់ហើយប្រហែលជាទេវតាជួយខ្ញុំណាព្រោះខ្ញុំក៏ជាមនុស្សដែរខំប្រឹងម្នាក់ដែរតែពេលហើយក៏ចំទងកាយមើលហ្មងណាដល់ពេលកាយមើលទៅឃើញមែនណាមើលមុនដំបូងទៅស្មានតែក្អមតែដល់ពេលកាយយូរទៅវាចុះក្រោមទៅដូចកូនពីងមួយអញ្ចឹងដល់ហើយខ្ញុំសប្បាយចិត្តមែនតើគ្រាន់តែមើលក៏ដឹងថានេះគឺជាវត្ថុកម្រដែរកាលពីបរងប្រានមកគ្រាន់ថាវាយ៉ាងចាស់បន្តិចព្រោះកប់ដីវាមានច្រេះមានអីតិចតួចហើយមើលឆ្វេងមើលស្ដាំអត់មានមនុស្សលីត្រឡប់ទៅផ្ទះទៅគ្រាន់តែយកមកដល់ផ្ទះភ្លាមខ្ញុំប្រាប់លាងដោះស្អាតហើយចេញមើលចូលមើលចេញមើលចូលមើលអារបៀបថាស្រឡាញ់ខ្លាំងហ្មងណាអ្នកភូមិក៏គេដឹងដែររឿងហ្នឹងតែពេលយប់ឡើងនេះស្អាតតែមានរឿងចម្លែកកាត់ឡើងក្នុងផ្ទះខ្ញុំហ្មងហើយខ្ញុំជួបផ្ទាល់ខ្លួនឯងប្រោស្អាតតែពេលហ្នឹងកំពុងតែសម្រានជាមួយនឹងភរិយារបស់ខ្ញុំហ្នឹងភរិយារបស់ខ្ញុំគាត់សម្រានថតលក់ស្រួលមែនតើហ្មងអត់តែខ្ញុំស្អាតតែពេលហ្នឹងខ្ញុំមកត្រូវភ្ញាក់ដោយសារធំភ្លឿនស្អុយខ្លាំងមែនតើហ្មងខ្ញុំខ្ទប់ចំមោះហ្មងហើយមនុស្សកំពុងតែដេកលងលក់ក្នុងសបិនមកព្រៅភ្ញាក់អញ្ចឹងមិនមានអារម្មណ៍ថាមួម៉ៅតិចដែរហើយដាស់ប្រពន្ធក៏គាត់មិនក្រោបយាបែកនឹងថាសម្រានលក់ស្រួលដល់ហើយដល់អញ្ចឹងខ្ញុំក៏ទ្រាំបានក៏បើកភួយដើរទៅមើលទៅថាក្លិននឹងវាមកពីណានៅផ្ទះខ្ញុំឬមួយក៏ចេញមកពីខាងក្រៅទៅមើលឲ្យដឹងសខ្មៅទៅមើលពួកដេកអត់លក់ទេខ្ញុំមកតែស្អុយចឹងខ្ញុំដេកមិនលក់ទេខោមកនឹងដើរតែម្នាក់ឯងតាំងទៅកាន់តែ7មួយនឹងទៅដល់តាមក្លិនដែលធំក្លិនហ្នឹងមកដល់តាមបន្ទប់ជួសញៀវដែលខ្ញុំដាក់អាកូនពីងទូចហ្នឹងបើខ្ញុំគិតក្នុងចិត្តថាអញ្ចេះអូប្រហែលជាមកពីអាកូនពីងនឹងដឹងខ្ញុំលាងអត់ស្អាតខ្ញុំមកតាមទួនក្លិនហ្នឹងហើយក្លិនហ្នឹងគឺនៅក្នុងពីងហ្នឹងឯងហើយខ្ញុំពេលហ្នឹងខ្ញុំគិតថាប្រហែលជាមានចោលព្រោះខ្ញុំឃើញតែគេលើមណាគេពីងហ្នឹងខ្ញុំមានមិនគិតថាព្រលឹងខ្មោចហ្នឹងណាទៅខ្ញុំដោទៅបិទច្រមុះណាដោយសារតែធំខ្លួនស្អុយមែនតើហ្មងថាវាជះមកហ្មងចង់តែក្អួតមកឆ្អើមពេកខ្ញុំថាបើមានចោលពិលនៅដៃខ្ញុំនោះដាក់ក្បាលតុកមកពិលនឹងប្រោយហើយខ្ញុំឃើញច្បាស់ណាស់គឺក្បាលមនុស្សខ្ញុំថាឯងតែងើបមកដឹងតែដាក់ក្បាលមកពិលនឹងហ្មងដល់ពេលមានណាគេងាកមុខមកមានចោលធម្មតាណាចោលណាមកអក្រក់អញ្ចឹងខ្មោចនឹងឯងស្រាប់តែហាមមាត់ទៅក្រុងហើយស្រែកដាក់យើងហ្មងមានណាខ្ញុំភ័យដួលត្រឡប់ទៅក្រោយហើយខ្ញុំទៅស្រែកអាខ្មោចនឹងក៏ស្រែកដាក់មេខោអញ្ចឹងតែភរិយារបស់ខ្ញុំអត់ខោបសោះហ្មងហើយមកផ្ទះនៅតែពីរនេះហើយបើគាត់អត់ជួយខ្ញុំបានពីណាគេជួយគាត់ខ្ញុំចាប់អារម្មណ៍ថាខ្មោចនឹងអត់មានដាទេប៉ុន្តែខ្ញុំឆ្ងល់បើស្រែកចេញអូខ្ញុំយល់ហើយតែខ្មោចលងនឹងរបៀបមិនគូស្ទាត់នៅក្នុងអាស្ថានភាពបែបហ្នឹងធ្វើអីក៏ត្រូវដែរដៃជើងហ្នឹងកុំថាលេរត់សូម្បីតែហៅគូតដើរហ្នឹងក៏ដើររួចដែរវាទុនដៃទុនជើងអស់ហើយក៏ដាច់បោះឈឹងនៅហ្នឹងទៅរហូតដល់ផឹកឡើងហ្នឹងប្រពន្ធខ្ញុំគាត់ខោបមកហ្នឹងគាត់ឃើញទៅក៏ទេហៅឡានពេទ្យមកហ្នឹងកុំអីហ្នឹងខ្ញុំចាប់បាត់ហើយអ្នកភូមិអ្នកផងហ្នឹងគេនិយាយពីមាត់មួយទៅមាត់មួយគ្រប់គ្នាថាមកពីអាពីងទូដែលខ្ញុំរើសមកនឹងឯងពីព្រោះមនុស្សខ្ញុំអត់មានឈឺអីទេខ្ញុំប្រាប់សុខភាពខ្ញុំរឹងមាំចាស់នៅនឹងគាត់បានប្រាប់ថាឲ្យយកអាពីងនឹងចេញទៅពីព្រោះពីងនឹងខាងការពេលចំនួនដើមមកគេយកទៅដាក់អ្នកមានទោសហើយគេធ្វើទរណកម្មមានអ្នកស្លាប់នៅនឹងក៏ច្រើនដែរណាអើយខ្ញុំនេះមិនដឹងទៅស្អីទេនឹងមិនដឹងទៅយករបស់យកនេះចូលមកក្នុងផ្ទះឡើងអញញ៉ៃហ្មងដល់យកចេញទៅហើយនឹងក៏មានរឿងផ្លែកកាត់ឡើងនៅផ្ទះខ្ញុំជាច្រើនមានមនុស្សស្រីអាសាយំបានឯខ្មោចនៅផ្ទះខ្ញុំបានឯហ្នឹងបើនិយាយពីផ្ទះរបស់ខ្ញុំវិញវឹកវរណាមានខ្មោចនៅជាមួយមនុស្សនៅអាតពីពេញហ្នឹងដល់អញ្ចឹងឯនៅអសក់ក៏ហៅគ្រូខ្មោចឲ្យមកដេញវិញ្ញាណនឹងចេញណាបានហូរនៅបានសុខណាមិនអញ្ចឹងទេចប់ហើយសាររបស់យើងដាក់ទៅបញ្ចប់ប្រិមត្តជួបគ្នាវីដេអូក្រោយគុណសូមគោរពលា